បាទជំរាបសួរបងប្អូនដែលស្រឡាញ់បាក់សាច់ប្រមាញ់បាទបងប្អូននេះគឺជាប្រភេទកូនកញ្ច្រាវបាទហើយការឲ្យចំណីវាគឺដូចគ្នាដែរទេប្រភេទនេះបងប្អូននៅក្នុងស្រុកយើងអត់ដែលអត់សូវមានប៉ែតតីទេដោយសារគ្នានៅវិទូចមានរូបរាងអត់សូវស្អាតហើយភាគច្រើនចាត់ទុកគ្នាជាសត្វចង្រៃបាទមិនមែនចង្រៃទេបងប្អូនសត្វនេះវាអត់ចង្រៃទេចង្រៃតែមនុស្សយើងមួយចំនួនទេប្រភេទនេះបើវានៅតាមធម្មជាតិវាជួយដល់អេកូឡូស៊ីច្រើនឧទាហរណ៍វាជាប្រភេទបក្សីស៊ីកដោហើយវាជាប្រភេទប្រមាញ់ពេលយប់អញ្ចឹងវាជួយដល់កសិកម្មយើងច្រើនមែនទែនជាមួយនឹងការចាប់កដោតាមព្រៃតាមអីហ្នឹងអាហ្នឹងជាសត្វចំនួនចឹងដែរហើយការចិញ្ចឹមវាបើនៅស្រុកក្រៅគេចិញ្ចឹមស្អាតដាក់ពាក់ស្រែដៃស្រោមជើងអីធម្មតាដូចគ្នាបាទគ្រាន់តែយើងចាត់ទុកវាជាប្រភេទបក្សីដែរចង្រៃអញ្ចឹងនៅក្នុងស្រុកខ្មែរយើងមានជំនឿបែបហ្នឹងទៅបាទអត់សូវមានអ្នកចិញ្ចឹមបាទតាមពិតគ្នាល្អទេរូបរាងគ្នាអីក៏មិនអាក្រក់ដែរពេលធំឡើងភ្នែកស្អាតរោមស្អាតហើយយើងអាចហៅលេងអាចប្រហាត់បានដូចគ្នាជាប្រភេទបក្សីលំអលេងកំសាន្តបាទបងប្អូនអានេះសម្រាប់ fan ដែលនៅក្នុង page របស់ខ្ញុំនឹងចាប់រង្វាន់នៅពេលដែលវាធំបន្តិចបើតូចអញ្ចឹងដឹងថាយកទៅបងប្អូនមួយចំនួនគាត់ចេះចិញ្ចឹមយកទៅនឹងស្វាជាងាប់អីចឹងទៅបាទអរគុណច្រើនបងប្អូនគឹមថាបងប្អូនមួយចំនួនដែលដៃថ្មីដៃអីសូមកុំនេះគ្នាទៀតទៅបាទគ្នាក៏ជាបក្សីដ៏ cute ដែរពេលធំទៅ cute មែនទេគ្រាន់តែមុខមាត់គ្នានៅពីទូចរៀងអាក្រក់តិចអានេះវាស៊ីឃើញបងប្អូនទៅពេលចុកយូរវាឬចង់ឆ្អែតពីសារវានៅទូចវាស៊ីត្រូវការស៊ីច្រើនដងវាស៊ីមួយថ្ងៃ 2-3 ដងយំគេយំអញ្ចឹងហ្នឹងនេះអានេះអត់សូវយំដូចស្ទាំងកដោទេស្ទាំងកដោយំមួយថ្ងៃអត់ឈប់ទេបាទប្រភេទនេះវាយំតិចហើយស៊ីតិច cute ណាបងប្អូនទៅពេលវាធំទៅបាទអរគុណច្រើន